ខ្ញុំសង្ឃឹមថាមួយคลิปនេះគឺស្រាយចម្ងល់ទៅបងប្អូនទាំងអស់គ្នាបាទព្រោះអីខ្ញុំបញ្យល់អស់បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទថ្ងៃនេះរៀងប្លែកភ្នែកតិចដោយសារតែមានកីឡាខៀនមាន Ford មានអីចឹងដែរបាទចម្លើយគឺដោយសារតែខ្ញុំទទួលបានសំណួរជាច្រើនពាក់ព័ន្ធជាមួយ page តើអាចដាក់ចូលទៅក្នុង page បានច្រើនអត់ហើយតើវាមានបញ្ហាអីអត់អញ្ចឹងខ្ញុំទទួលបានសំណួរនេះច្រើនមែនទេបងប្អូនបាទអញ្ចឹងខ្ញុំនឹងសម្រេចចិត្តថាធ្វើវីដេអូនេះមួយដើម្បីបញ្យល់ទៅបងប្អូនទាំងអស់គ្នាឲ្យយល់តែម្ដងទៅជាពិសេសគឺដៃថ្មីគឺសម្រាប់បងប្អូនដែលទៅប្លុកជាមួយនឹងវិស័យនេះគឺគាត់អត់យល់ទេអាចនិយាយថាគាត់អត់យល់គាត់ថាបានដែរហើយជាមួយនឹងការទូទាត់លុយអីចឹងបាត់លុយបាត់កាក់អញ្ចឹងគាត់តែងតែសួរខ្ញុំឆាតសួរខ្ញុំហើយសំណួរដែលទទួលបានហ្នឹងគឺដដែលទេតែឥឡូវខ្ញុំនឹងបញ្យល់នៅក្នុងវីដេអូនេះដើម្បីឲ្យបងប្អូនរៀងច្បាស់ជាងនឹងតិចទៀតទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែមកចែករំលែកពាក់ព័ន្ធជាមួយនឹង page តើយើងអាចដាក់ចូលទៅក្នុង payout បានចំនួនប៉ុន្មានហើយតើវាមានបញ្ហាអីអត់អីចឹងទៅបាទអញ្ចឹងសម្រាប់ចម្លើយគឺ page យើងអាចញាត់ចូលទៅក្នុង payout បានច្រើនតាមដែលយើងចង់ដាក់បាទបងប្អូនចង់ដាក់ប្រហែលក៏បានដែរបាទនិយាយទៅយើងអាចដាក់បានច្រើនប៉ុន្តែយើងត្រូវដឹងថាពេលដែលយើងដាក់ចូលទៅក្នុង payout មួយដែលមាន page ច្រើនអញ្ចឹងតើវាមានគុណវិបត្តិអីខ្លះឬមួយក៏វាមានគុណសម្បត្តិអីខ្លះតោះយើងមកនិយាយពីគុណសម្បត្តិជាមុនសិនហើយចាំយើងនិយាយពីគុណវិបត្តិតាមក្រោយបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាខ្ញុំមាន payout មួយអញ្ចឹងណា payout ខ្ញុំមួយឈ្មោះខ្ញុំអញ្ចឹងចាបាទ payout មួយឈ្មោះ Planet ណាអញ្ចឹងខ្ញុំបាន set up page មួយហើយឥឡូវដាក់ page ទី1ចាដាក់លេខ1 page ទី1ខ្ញុំឧទាហរណ៍ថាឈ្មោះកអញ្ចឹងណាឈ្មោះក page ឈ្មោះកបាទខ្ញុំបាន set up ចូលទៅក្នុង payout ឈ្មោះ Planet អញ្ចឹង page មួយហីសំទោសអញ្ចឹង payout ខ្ញុំឈ្មោះ Planet ហ្នឹងខ្ញុំបានដាក់ set up page មួយឈ្មោះកដាក់ចូលទៅក្នុង payout មួយអញ្ចឹងមានន័យថា payout ហ្នឹងមាន page មួយអញ្ចឹងណាស្អែកឡើងខ្ញុំមាន page មួយទៀតអញ្ចឹង page វាមាន2ឈ្មោះខ page ឈ្មោះខខ្ញុំបានយក page ឈ្មោះខនេះទៅ link ចូលឬមួយអាចនិយាយថា set up ដែល link ចូលជាមួយ payout ឈ្មោះ Planet មួយទៀតហើយអញ្ចឹងមានន័យថា payout ឈ្មោះ Planet នេះគឺមាន page 2ណាបន្តមកទៀតមួយថ្ងៃក្រោយឬមួយ2ថ្ងៃក្រោយចាខ្ញុំមាន page មួយទៀត page ដែលជា page ទី3 page ឈ្មោះកអញ្ចឹងទៅបាទខ្ញុំបានដាក់ចូលទៅក្នុង payout ហ្នឹងដដែលបាទដាក់ចូលទៅក្នុង payout ឈ្មោះ Planet ហ្នឹងដដែលបាទយើងនិយាយតែ3 page សិនទៅចុះដើម្បីងាយយល់អញ្ចឹងមានន័យថា payout ឈ្មោះ Planet នេះមាន page 3នៅក្នុងហ្នឹងយើងអាចដាក់បានតាមដែលយើងចង់ដាក់10ក៏បានដែរប៉ុន្តែខ្ញុំលើកឧទាហរណ៍តែ3បានដែរដើម្បីឲ្យបងប្អូនងាយយល់បាទឥឡូវខ្ញុំនិយាយតែ3ណាបាទអញ្ចឹង payout ឈ្មោះ Planet ហ្នឹងមាន page 3ឥឡូវខ្ញុំនិយាយពីគុណសម្បត្តិវាសិនអញ្ចឹង payout ខ្ញុំនេះគឺជា payout outside ចាoutside ដាក់ថា outside payout ខ្មែរអញ្ចឹងតាយើងដាក់ថា payout ខ្មែរចាបាទ payout ខ្មែរចេះតាណាខ្ញុំលើកឧទាហរណ៍ payout ខ្មែរ payout ខ្មែរជាធម្មតា$100បានវា page អញ្ចឹង payout ខ្មែរខ្ញុំហ្នឹងតើតលុយគ្រប់100បានវាធ្លាក់អញ្ចឹងឧទាហរណ៍ថាខែហ្នឹងចាបាទខែហ្នឹងpage កខ្ញុំរកបាន$20ខ្ញុំរកបាន$20 page កអញ្ចឹង100% page កដែលយើងរកបាន$20ហ្នឹងវាអត់ធ្លាក់លុយទេមានន័យថាវារកបាន$20ហេតុអីវាអត់ធ្លាក់លុយដោយសារតែវាអត់គ្រប់បើកគេហៅថាអត់គ្រប់បើកព្រោះអី payout នេះតើលុយគ្រប់100បានវាធ្លាក់អញ្ចឹងបើសិនជា page កខ្ញុំរកបាន$20វាអត់គ្រប់បើកគឺវាបកកលុយយើងទុកម្ដុំសិនតោះតែយើងរកខែក្រោយទៀតបូកខែក្រោយទៀតគ្រប់100បានវាធ្លាក់លុយដែលយើងជាប់នៅហ្នឹងមានន័យថាតោះតែគ្រប់បើកនិយាយងាយយល់បាទប៉ុន្តែបើសិនជាយើងមាន page 3នៅក្នុង payout តែមួយនេះអញ្ចឹងអា page ករកបាន20ណា page ខខ្ញុំរកបាន60អញ្ចឹងពីរហ្នឹងវាបូកចូលគ្នា8ទៅអញ្ចឹង page កនេះខ្ញុំរកបានខ្ញុំដាក់ថា50ទៀតចុះបាទអញ្ចឹងខែហ្នឹងខ្ញុំរកបានទាំង3 page ហ្នឹងប៉ុណ្ណឹងអញ្ចឹងយើងបូកចូលគ្នាមកមែន20បូក6វា80បូក50 $130អញ្ចឹងវាធ្លាក់លុយនេះគឺធ្លាក់មានន័យមិនមែនលុយហ្នឹងគឺលុយនេះធ្លាក់ដោយសារអីលុយហ្នឹងវាគ្រប់100បើកអញ្ចឹងចាប់ពី100ឡើងលើវាធ្លាក់អញ្ចឹងខែហ្នឹងបើសិនជា3 page ហ្នឹងសរុបចូលគ្នាលុយលើស100គឺធ្លាក់លុយហ្នឹងបាទអាហ្នឹងគឺគុណសម្បត្តិនៃpayout មួយមាន page ច្រើនអាហ្នឹងគុណសម្បត្តិអូខេប៉ុន្តែបើសិនជា payout យើងជឿ payout អាមេរិកទេចុះបាទយើងនិយាយពីផ្លូវទៅណាបាទមិញ payout ខ្ញុំនិយាយឧទាហរណ៍ page ខ្មែរpayout ខ្មែរឥឡូវខ្ញុំឧទាហរណ៍ payout អាមេរិកបាទ payout USA មានន័យថា payout inside លុយ$25ឡើងលើវា page បាទអញ្ចឹងទាំងអស់នេះមិនបាច់ចូលតែគ្រប់100ទេបាទទាំងអស់នេះមិនបាច់ចូលតែគ្រប់100ទេឲ្យតែបងប្អូនរកបានលើ25ក៏វាធ្លាក់ដែរបាទនេះ$5ចុះសរុបចូលគ្នាប្រហែល35អញ្ចឹងក៏វាធ្លាក់លុយដែរព្រោះអី payout inside ជាធម្មតាលុយតែលើ25ក៏ធ្លាក់បាទចាំថ្ងៃនឹងច្បាស់បាទអូខេអញ្ចឹងអានេះគុណសម្បត្តិនៃ payout មួយកាន់ page ច្រើនខ្ញុំសង្ឃឹមថាបងប្អូនយល់ចំណុចហ្នឹងហើយយើងនិយាយពីគុណវិបត្តិគឺខ្លីបំផុតអត់ពិបាកយល់ទេគុណវិបត្តិហ្នឹងគឺមានន័យថាបើសិនជា payout មួយនេះ
នេះ payout មួយនេះឈ្មោះ Planet នេះខូច disable payout ឬមួយក៏ជាប់ verify ដែរយើង verify អត់បានជោគជ័យអញ្ចឹង payout ហ្នឹងវាខូចច្បាស់ណាស់នេះអា3 page នេះស្មើនឹងខូចដែរបាទមានន័យថាបើសិនជា payout ហ្នឹងធំនឹងខូចហើយអា page នៅក្នុង payout ហ្នឹងតែប្រហែលក៏វាខូចប៉ុន្តែខូចហ្នឹងវាមានលក្ខណៈថាមិនមែនខូចដោយសារតែលេងរលុយបានរហូតវាខូច payout អញ្ចឹង page នេះទោះជារលុយបានប្រហែលក៏វាអត់ធ្លាក់ដែរព្រោះ payout វាខូចបាត់ទៅហើយបាទហើយពាក់ព័ន្ធនឹងខូចហ្នឹងវាមានច្រើនក្បាច់ច្រើនក្បួនរបស់វាទៀតបើសិនជាខូចត្រឹមតែខូចpayout ជាប់ collect entity ឬមួយក៏ financial account អា page ទាំង3ហ្នឹងគឺយើងអាច transfer ចូល payout ថ្មីទៅយើងរកលុយបានទៀតហើយលើកឡើងតែម្យ៉ាងគឺ flag បាទលើកឡើងតែម្យ៉ាងគឺ flag បាទ flag double G បាទលើកឡើងតែម្យ៉ាងគឺ flag គឺស្បៃហើយគ្មានគ្រូបាអាចារ្យណាដោះបានទេបច្ចុប្បន្នបាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងឯងបាទខ្ញុំសង្ឃឹមថាបងប្អូនមើលហើយយល់គ្រប់គ្នាពាក់ព័ន្ធជាមួយនឹងតើ payout ដាក់ page បានច្រើនអត់ហើយដាក់ទៅវាមានគុណសម្បត្តិអីគុណវិបត្តិអីខ្ញុំសង្ឃឹមថាមួយ clip នេះគឺស្រាយចម្ងល់ទៅបងប្អូនទាំងអស់គ្នាបាទព្រោះអីខ្ញុំបញ្យល់អស់បាទអញ្ចឹងជួយ follow page មួយផងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្តទៀតបាទអរគុណច្រើនបងប្អូន